ឥឡូវនេះពូធ្វើសេចក្តីរាយការណ៍ពីស្ថានីយទូរទស្សន៍ចិញ្ចក់ TV នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក មីស៊ីកូ និងកាណាដាដោយឡែកសម្រាប់ការប្រកួតបំបញ្ញមិញក្រុមគោជលអេស្ប៉ាញជាមួយនឹងក្រុមបាល់ទាត់ Cape Verde អ្នកគ្រប់គ្រងអេស្ប៉ាញរំពឹងថាអេស្ប៉ាញនឹងយកឈ្នះទៅលើការប្រកួតសន្សំពិន្ទុប៉ុន្តែចុងក្រោយ7ត3គ្រាប់វាមិនដែលម៉ែអាណាសូម្បីតែមួយគ្រាប់ក៏អត់មានដែរហ្នឹងហើយដឹកនាំដោយលោក De La Fuente ហើយការលេងរបស់អេស្ប៉ាញមិញវាអស់ក្បាច់ហើយបញ្ចូលអស់ហើយមិញ Lamine Yamal Nico Williams Dani Olmo សុទ្ធតែ Superstar ការលេងនៅ Euro 2022តែដល់ពេលលេងវគ្គសន្សំពិន្ទុប៉ះជាមួយនឹងប្រទេសដែលឡើងមកនៅក្នុងព្រឹត្តិការណ៍ FIFA World Cup លើកទី1ដោយ Cape Verde បែរជាអត់មានគ្រាប់សុទ្ធទៅលើ Cape Verde សូម្បីតែមួយយើងមិនហួសចិត្តឃើញអាឡម៉ង់ស៊ីដែលខួរខៅ7-1អញ្ចឹងបានថាគុំទុកចិត្តគុំទុកចិត្តផ្កាយអាឡម៉ង់ជាធ្នាក់អេស្ប៉ាញជំនួយឃើញទេវិនិយោគដាក់អេស្ប៉ាញលើលេងហ្មងតែវាមិនដែរពូនៅតែមិនអស់ចិត្តថាអេស្ប៉ាញលេងបាល់វាតប៉ែហ្មងអាបាល់ខ្លីហ្នឹងអត់សោះហ្មងហើយធ្វើម៉េចឥឡូវថាប្រេស៊ីលគេស្ទើរប្រេស៊ីលលេងអត់តាក់ទាញតែប្រេស៊ីលគេបានមួយស្មើប្រេស៊ីលប៉ះមួយម៉ារ៉ុកហើយដល់ពេលយើងមកឃើញហើយប៉ះជាមួយកម្រិតក្រុមដែលទៅនឹងឡើងមកឲ្យ FIFA ranking ខុសគ្នាឡើងចង់50លេខមិន50ឯខុសគ្នាជាង100លេខអេស្ប៉ាញ ranking លេខ2 7ថោកទាបហូកាស្មាន